បន្ទាប់ពីចុះហត្ថលេខាឲ្យទី1ក៏មានការចុះហត្ថលេខាទី2អញ្ចឹងមានចម្ងល់2នៅក្នុងនោះថាតើហត្ថលេខាទី2ចុះនោះជាឯកសារអ្វីហើយហេតុអ្វីបានជានាយករដ្ឋមន្ត្រីថៃលោកមានការដោះដូរស្លាកឈ្មោះរបស់កម្ពុជាជាមួយនឹងថៃហ្នឹងទៅក្បែរលោក Donald Trump អញ្ចឹងខ្ញុំសូមផ្ដល់ជាចម្លើយទី1ទាក់ទងទៅនឹងសំណួរនេះឯកសារមែនតើទៅយើងដឹងថាកម្ពុជាថៃបានព្រមព្រៀងលើបទឈប់បាញ់នេះក៏ដោយសារលោក Donald Trump ដែលបានសម្បល់សម្រួលហើយលោក Donald Trump ក៏បានផ្ដល់មកវិញពីគេហៅថាពាណិជ្ជកម្មបដិការតាក់ទងពន្ធនេះពន្ធគយហ្នឹងអញ្ចឹងកម្ពុជាថៃហ្នឹងត្រូវបាន19%ដូចគ្នាប៉ុន្តែការចុះហត្ថលេខានៅថ្ងៃនេះដូចជាចម្លែកដែរដែលជាទូទៅគិតថាជាការចុះហត្ថលេខាលើបដិការ19%ដូចគ្នារវាងកម្ពុជានិងថៃតែធៀបពិតគឺមានតែកម្ពុជាមួយទេពេលនោះគឺចុះអំពី trade tariff នេះដោយឡែកខាងថៃចុះដែរប៉ុន្តែចុះអំពីពាណិជ្ជកម្មរឿងរ៉ែទៅវិញជា MOU រឿងរ៉ែអញ្ចឹងការចុះហត្ថលេខានេះគឺពីរនឹងខុសគ្នាតាក់ទងទៅនឹងការចុះហត្ថលេខារឿង tariff នេះរឿងពន្ធគយនេះក្នុងដំណើរទស្សនកិច្ចរបស់លោក Trump មកកាន់អាស៊ានពេលនេះគឺមានការពិភាក្សាជាមួយប្រទេសចំនួន4ទី1ប្រទេសម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះទី2ឥណ្ឌូនេស៊ីទី3កម្ពុជាទី4ជាមួយនឹងថៃប៉ុន្តែសមិទ្ធផលដែលចេញជាផ្នែកការជាក់ស្ដែងពីកិច្ចពិភាក្សានោះទោះបីជាបានឯកភាពគ្នាហើយប្រទេសខ្លះត្រូវឯកភាពគ្នាពេលនេះចុងក្រោយហ្នឹងមានតែកម្ពុជាមួយទេក្នុងចំណោមប្រទេស4ហ្នឹងដែលបានចុះហត្ថលេខាជាផ្លូវការរួចហើយតាក់ទងទៅនឹង